ស្វាគមន៍មកកាន់ vlog កោះទទឹងភាគ 3 ចាគឺថាដាស់គ្នាមក 6 ព្រឹកទៅញ៉ាំ breakfast ណាគេខ្លះនៅផ្ទះអត់ដែលចេះញ៉ាំអាហារពេលព្រឹកទេតែពេលដើរលេងអត់តែ free breakfast ក៏ដាក់ម៉ោងរងើបមកញ៉ាំអាហារពេលព្រឹកនៅនេះបើអត់មកញ៉ាំដងតែស្ដាយក្រោយហ្មងដោយសារតែអាហារពេលព្រឹកគេគឺមានច្រើនមែនតែនមានតាំងពីសាឡាត់ខូលខាត់នំបញ្ចុកស្លការីស្លខ្មែរបបរសបបរគ្រឿងបាយឆាមីឆានេះអូមើលតាមវីដេអូខ្ញុំចង់បែបអាស៊ីចង់បែបអឺរ៉ុបហើយបើចង់កាទៀវចង់មីស៊ុបអីក៏មានដែរយើងប្រាប់គេទៅគេធ្វើឲ្យយើងភ្លាមហ្មងឥឡូវមុននឹងញ៉ាំខ្ញុំសុំធួរោនៅ restaurant ឲ្យអ្នកទាំងអស់គ្នាមើលតិចសិននៅខាងក្រៅ restaurant នេះគេមានអាងទឹកហើយគេមានអាកន្លែងមូលហ្នឹងយើងអាចអង្គុយលេងហើយអាចថតរូបស្អាតមែនតែនកន្លែងហ្នឹងនេះ breakfast របស់ខ្ញុំញ៉ាំបបរគ្រឿងតោះមកខ្ញុំចង់សាកជាមួយនឹងនំបញ្ចុកខ្មែរបើគេខ្ញុំឃើញទឹកស្លគាត់ខាប់ល្អអារម្មណ៍ពេលគេដាស់មកញ៉ាំ breakfast តាំងម៉ោង 7 អីងើបតាំងម៉ោង 6 អូយតែបានកាហ្វេឆ្ងាញ់បន្ទាប់មកពួកខ្ញុំទៅវិឡារូមធួរឲ្យអ្នកទាំងអស់គ្នាមើលវិឡាហ្នឹងគឺនៅជាប់ឆ្នេរហើយមកវិឡាមាន2បន្ទប់អញ្ចឹងមកមើលទាំងអស់គ្នាខ្ញុំនឹងធួរអ្នកទាំងអស់គ្នាមើលអញ្ចឹងយើងចូលមកយើងមាន library សម្រាប់អ្នកចូលចិត្តអានសៀវភៅហើយខាងនេះជា mini kitchen អូមានម៉ាស៊ីនឆុងកាហ្វេទៀតអ្នកទាំងអស់គ្នាចេញមកខាងក្រៅគឺជាប់ឆ្នេរហ្មងចាហើយគេមាន mini pool នៅមុខបន្ទប់យើងហ្មងណាហើយនោះឆ្នេរតោះយើងមកមើលនៅក្នុងបន្ទប់ម្ដងអូយធំខ្លាំងមែនតើនេះគឺជា mini bar ហើយទឹកសុទ្ធទាំងអស់ហ្នឹងគឺគេ free ឲ្យទាំងអស់តែកាហ្វេទឹកសុទ្ធខ្ញុំឆ្លាញ់នេះអានេះគឺជា hole ខ្មែរអ្នកនរគ្នាគេយកមកក្របស្អាតមែនតែនមកសំខាន់មានមុងហើយទូរស័ព្ទនេះមិនមែនគ្រាន់តែ display ដាក់តាំងទេណាទូរស័ព្ទហ្នឹងទូរស័ព្ទមែនតែននោះគឺជាថង់សម្រាមស្ពាន់តោះទៅមើលនៅក្នុងបន្ទប់ទឹកមានមកបន្ទប់ទៀតហើយដូចគ្នាទាំងអស់ហើយនេះគឺជាអាហារថ្ងៃត្រង់របស់ខ្ញុំញ៉ាំបាយហើយក៏នាំគ្នាទៅសម្រាប់មកផ្លែរសៀលបន្តិចនាំគ្នាចេញទៅថតរូបនិងហែលទឹកលេងនៅភូលអាងហែលទឹកនៅក្នុងគឺស្អាតខ្លាំងហ្មងមើលវីដេអូខ្ញុំនឹងដូចដើរនៅលើទឹកចឹងហើយខ្ញុំឃើញគេចូលចិត្តថតរូបជាមួយនឹង floating breakfast ហើយទៅខ្ញុំអត់បាននេះត្រូវតែកំងថតនឹងគេដែរអញ្ចឹង vlog ភាគ 3 មានតែប៉ុណ្្នឹងទេរងចាំមើលនៅភាគ 4 គឺជាភាគពិសេស